Facebook បងប្អូនដែលប្រើរាល់ថ្ងៃនេះតើបងប្អូនបានដាក់ email និង confirm code ហើយឬនៅបើសិនជាមិនទាន់ដាក់ទេអាចមើលវីដេអូនេះបានគឺខ្ញុំនឹងបង្ហាញអំពីរបៀបនៃការដាក់ email ចូលនៅក្នុង account Facebook របស់យើងនិងដើម្បី confirm code ឲ្យបានត្រឹមត្រូវដើម្បីរៀបចំឲ្យ Facebook របស់យើងមានស្តង់ដារនិងសុវត្ថិភាពជាងនេះអូខេអញ្ចឹងវីដេអូនេះគឺយើងរៀនអំពីរបៀបនៃការដាក់ Gmail ចូលទៅក្នុង account Facebook របស់យើងដើម្បី confirm code ឲ្យបានត្រឹមត្រូវដើម្បីបន្ថែមប្រព័ន្ធសុវត្ថិភាពនៅលើ account Facebook របស់យើងបាទអញ្ចឹងបងប្អូនធ្វើការចូលទៅក្នុង account Facebook របស់យើងមកចូលកន្លែង profile ខាងស្ដាំដៃលើគេបាទខាងស្ដាំដៃខាងលើគេបាទចូលកន្លែង profile របស់យើងតមកបងប្អូនចុចទៅលើពាក្យថា setting បាទកន្លែងនេះកន្លែងរូបកងចក្រតមកចុចទៅលើពាក្យថា setting បន្តមកបងប្អូនចុចទៅលើពាក្យថា personal detail បាទកន្លែងនេះបាទបងប្អូនហ្នឹងបងប្អូនចុចកន្លែងណាក៏បានដែរចុចទៅតមកបងប្អូនចុចទៅលើពាក្យថា personal detail បាទកន្លែងនេះតមកបងប្អូនចុចទៅលើពាក្យថា contact info បាទអញ្ចឹងម្ដងនេះបងប្អូនចុចទៅលើបើសិនជាក្នុងជាទូទៅបើសិនជាបងប្អូនមានលេខទូរស័ព្ទមាន Gmail អីនៅក្នុង account របស់យើងវានឹងបង្ហាញបែបហ្នឹងអញ្ចឹងណាអញ្ចឹងអានេះដោយសារ account របស់ខ្ញុំគឺមាន Gmail ហើយប៉ុន្តែគ្រាន់តែខ្ញុំធ្វើវីដេអូនេះគឺដើម្បីបង្ហាញបងប្អូនឲ្យបងប្អូនចេះអញ្ចឹងដើម្បីដាក់ Gmail ចូលថ្មីបងប្អូនក៏ចុចទៅលើពាក្យថា add new contact បាទចុចនេះមកប៉តមកបងប្អូនយកពាក្យថា add email បាទខាងក្រោមនេះបន្តមកបងប្អូនដាក់ email មិញចូលអូខេអញ្ចឹងវីដេអូមុនគឺយើងរៀនអំពីរបៀបនៃការបង្កើត Gmail អញ្ចឹងបងប្អូនទៅ copy Gmail ឬក៏ដាក់ Gmail របស់យើងមកអញ្ចឹងខ្ញុំទៅដាក់ Gmail ទៅយក Gmail សិនអូខេដាក់ Gmail ចូលបន្តមកបងប្អូនចុចអានេះកន្លែង account Facebook របស់យើងមកប៉ក់មកបាទចុចចេញគ្រីបែបនេះបន្តមកចុចទៅលើ next បាទអញ្ចឹងបន្តមកយើងទៅយកកូដពី Gmail របស់យើងនៅក្នុងជ្រុងរបស់យើងឬក៏នៅក្នុងទូរស័ព្ទដៃរបស់យើងដែលយើងបានបង្កើតពីមុនហ្នឹងអញ្ចឹងទៅយកកន្លែងណាអញ្ចឹងបងប្អូនទៅបើកមកជ្រុងណាដែលយើងបានបង្កើត Gmail មុនហ្នឹងហើយដែលឈ្មោះថា Nadet Hasel 567បាទនេះអញ្ចឹងគឺនៅក្នុងជ្រុងមួយនេះអញ្ចឹងបងប្អូនទៅចូលពាក្យថា Gmail មកនេះចូលកន្លែងនេះចូលកន្លែងហ្នឹងបន្តមកនេះយើងនឹងឃើញលេខកូដហើយបងប្អូនយកពាក្យថា primary ហើយបន្តមកនឹងឃើញលេខកូដបាទនេះលេខកូដយើងធ្វើការ copy លេខកូដមកបាទ copy បន្តមកយើងទៅ account យើងវិញបន្តមកធ្វើការ